ចាយលុយតិចប៉ុន្តែបានដើរលេងសប្បាយនេះគឺជាវីដេអូដែលខ្ញុំបានទៅដើរលេងនៅលើកោះមួយនៅកណ្ដាលទន្លេមេគង្គហុំព័ទ្ធទៅដោយទឹកទន្លេហើយថ្ងៃនេះមិនមែនទៅដៃទៅទេគឺយកមាន់ពីរទៅតែម្ដងមាន់មួយគឺអាំងមាន់មួយទៀតគឺឆាក្តៅហើយក៏បានយកសំណាញ់ដើម្បីទៅរកត្រីផងដែរហូបបណ្ដើគួយគុណទេសភាពបណ្ដើក្តីសុខដល់កកន្លែងនេះខ្ញុំមកបាន2ដងណាកាលពីឆ្នាំទៅធ្លាប់មកម្ដងដែរហើយឆ្នាំនេះមករៀងទឹកឡើងច្រើនមានរៀបចំតុករៀបចំអីទាំងអស់សូមស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់វីដេអូ vlog ដើរលេងបែបតនហនគឺអត់បានរៀបចំគម្រោងអីធំដុំទេព្រោះថាកាលណាតែរៀបចំធំដុំពេកគឺមិនដែលបានជោគជ័យដល់ពេលបបួលគ្នាហើយក៏សម្រេចចិត្តថាទៅតែម្ដងទៅអញ្ចឹងខ្វះមុខខ្វះក្រោយសម្បីតែមេឃក៏អបអរសាទរដែរព្រោះថាគម្រោងការរបស់យើងនឹងបានជោគជ័យរៀបគម្រោងអត់បានមើលប្រតិទិនបើចាប់ផ្ដើមនេះមកមេឃភ្លៀងបាត់ហើយបងប្អូនអាចឃើញទូករបស់ពួកយើងមានទំហំទូចហើយយើងមានអីវ៉ាន់ច្រើនជាក់ស្ដែងចំនួនមនុស្សរហូតដល់7នាក់នេះគឺជាលើកដំបូងហើយដែលខ្ញុំឆ្លងទូកគឺមានអារម្មណ៍បុកពោះខ្លាំងមែនទែនដោយសារតែទូកយើងទូចហើយអីវ៉ាន់ច្រើនហើយពេលហ្នឹងគឺទឹកវាលិចនៅតាមទូកទៀតពេលអញ្ចឹងគឺបុកពោះបដើអីបដើប៉ុន្តែយើងដោះស្រាយបញ្ហាដោយតាំងចិត្តឲ្យនឹងហើយយើងក៏បានបាច់ទឹកចេញអីចឹងទៅតែទីបំផុតយើងក៏បានមកដល់ទីកន្លែងដោយសុខសុវត្ថិភាពមកដល់ហើយកន្លែងរងដើមហ្នឹងមកដល់ត្រូវយកមកបងបានឥឡូវនេះក្រុមការងារបានមកដល់កោះកណ្ដាលទន្លេហើយគឺបានបែងចែកការងារអ្នកណាតម្លើងតុកអ្នកណារោត្រីអ្នកណាធ្វើម្ហូបគឺបែងចែកការងារគ្នាច្បាស់លាស់ព្រោះថាបាយព្រឹកមិនទាន់បានហូបទេកំពុងតែហេវចំណែកឯខ្ញុំអត់សូវមានការងារម៉ានទេរវល់តែដើរថតអីចឹងបងប្អូនអាចឃើញពួកយើងធ្វើម្ហូបអត់មានឧបករណ៍គ្រប់គ្រាន់ទេអញ្ចឹងប្រហែលជាអត់សូវអនាម័យទេប៉ុន្តែក៏ប្រកាន់អីបងប្អូនយើងមកព្រៃអញ្ចឹងរវល់ទៅយកជ្រុញយកអីមកតាមទាំងអស់ហ្នឹងទុកនឹងលិចកណ្ដាលទន្លេបណ្ដោយឥឡូវនេះចុងភៅរបស់ពួកយើងកំពុងតែពិភាក្សាគ្នាថាគូធ្វើអីមាន់ពីរហ្នឹងឥឡូវចេញជាលទ្ធផលហើយមួយគឺអាំងមួយទៀតគឺឆាក្តៅខ្លោចអស់បងប្អូនអាចឃើញមកហូបទៅរាំងខ្លោចមិនសូវទំនងអីបងប្អូនបើហូបនៅផ្ទះអាចនឹងចឹងប៉ុន្តែមកហូបនៅកន្លែងនេះទេសភាពផងជាមួយនឹងមកហូបបែបហ្នឹងផងធានាឲ្យបងប្អូនថាមកឆ្ងាញ់កោះហ្នឹងមានទីតាំងស្ថិតនៅកណ្ដាលទន្លេបណ្ដោយបងប្អូនហើយមានទំហំទូចទេហើយកន្លែងអង្គុយគឺស្រួលមែនតើអង្គុយមើលជុំវិញហ្នឹងសិតតែទឹកហើយទល់មុខហ្នឹងគឺជាចង្ការរបស់បងប្អូនជនជាតិឡាវហើយក៏មានខ្សាច់ផងដែរគឺស្អាតមែនតើបងតែឆ្ងាយទេបើត្រីទៅវានៅជ្រៅទៀតបន្ទាប់ពីពួកយើងបានហូបមាន់ហូបអីហើយអញ្ចឹងណាយើងក៏បានបន្តដំណើរមកមុខទៀតដើម្បីធ្វើការលេងទឹកកោះនេះគឺកោះផ្សេងទេបងប្អូនកោះនេះសម្បូរទៅដោយខ្សាច់ហើយយើងក៏បានឈប់លេងនិយាយទៅដូចគូនក្មេងអញ្ចឹងលេងឡាតលេងអីគឺទៅពេលខ្លះធ្វើការងារហត់ពីច័ន្ទដល់សៅរ៍ពេលក៏មានពេលវេលាខ្លះមកលំហែអារម្មណ៍ហើយបងប្អូនអត់អស់ច្រើនទេដូចខ្ញុំជម្រាបជូនអញ្ចឹងគឺក្នុងមួយការដើរលេងនេះគឺអត់អស់ច្រើនទេអស់តែ20000រៀលទេម្នាក់បងប្អូនហើយបើសិនជាគិតថា20000ច្រើនបងប្អូនខ្ញុំក៏អត់ដឹងថាមិនដែរប៉ុន្តែ20000នេះយើងបានហូបមាន់ផងអីផងទឹកភេទជាអីផ្សេងគឺច្រើនមែនទែនអូយពេងវីដេអូរបស់យើងគឺបានមកដល់ទីបញ្ចប់ហើយសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាបន្ទាប់ពីបានទស្សនានៅវីដេអូមួយនេះសង្ឃឹមថាខ្ញុំបានពំនាំនៅស្នាមញញឹមមកជូនពុកម៉ែបងប្អូនទាំងអស់គ្នាតាមរយៈវីដេអូមួយនេះហើយវីដេអូមួយនេះក៏ចង់រំលឹកជូនទៅដល់បងប្អូនទាំងអស់គ្នាផងដែរថាបើសិនមានពេលទំនេរខ្លះក៏គួរតែឆ្លៀតពេលដើរលេងខ្លះទៅព្រោះដើម្បីខ្លួនយើងទេBefore the street lights kick in, it's just the residual heart.